សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយករឿងរ៉ាវដែលតាក់ទងជាមួយនឹងតួអង្គយើងដែលមានលោកអ៊ំសឿនហើយនិងលោកពូថនបើសិនបានអ្នកទាំងអស់គ្នាបានស្ដាប់នៅភាគទី1ប្រហែលជាស្គាល់នៅលោកអ៊ំសឿនហើយនិងលោកពូថននេះហើយដែលវាហ្នឹងគឺគាត់ទៅកំចាត់ព្រាយពោះចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំដូចតទៅផ្ដើមខ្សែរឿងដំបូងគឺមានភូមិមួយដែលភូមិនេះប្រជាជនរស់នៅប្រហែលជា50គ្រួសារប៉ុណ្ណោះដោយសារតែភូមិនេះរៀងតូចនោះទេអ្នកភូមិទាំងអស់ប្រកបរបរធ្វើស្រែចម្ការចំណែកអ្នកខ្លះទៀតក៏ទៅប្រមាញ់សត្វនៅក្នុងព្រៃអញ្ចឹងទៅហើយនៅក្នុងភូមិនេះទៀតសោតគឺមានលោកអ៊ំម្នាក់ឈ្មោះថាលោកអ៊ំផៃលោកអ៊ំផៃនេះគឺជាមេភូមិនេះដែលគាត់គ្រប់គ្រងភូមិនេះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយចំណែកឯអ្នកភូមិនៅទីនេះគឺស្រឡាញ់និងគោរពលោកអ៊ំខ្លាំងណាស់ដោយសារតែលោកអ៊ំគឺជាមេភូមិល្អគាត់តែងតែជួយអ្នកភូមិពេលដែលអ្នកភូមិជួបទុក្ខលំបាកឬក៏មានរឿងរ៉ាវអាក្រក់កើតឡើងនៅក្នុងភូមិរបស់គាត់ថ្ងៃមួយលោកអ៊ំផៃបានធ្វើការបើកប្រជុំមួយនៅផ្ទះរបស់គាត់ប្រាប់ឲ្យអ្នកភូមិរបស់គាត់ទាំងអស់ហ្នឹងគឺមកជុំគ្នានៅរសៀលម៉ោង2នៅផ្ទះរបស់គាត់ពេលនោះអ្នកភូមិទាំងអស់គ្នាក៏បានមកនៅពេលនោះអ្នកភូមិក៏បានមកជុំគ្នានៅផ្ទះរបស់គាត់លោកអ៊ំផៃបាននិយាយទៅកាន់អ្នកភូមិថានៅក្រោយភូមិរបស់យើងនឹងគឺមានបឹងមួយហើយយើងដឹងថាបឹងនេះយើងធ្លាប់នេសាទនិងធ្លាប់ងូតទឹកលេងជាហូរហែតែឥឡូវនេះគឺមានសត្វអ្វីដ៏ចម្លែកសូមឲ្យអ្នកភូមិទាំងអស់គ្នាប្រុងប្រយ័ត្ននិងដាច់ខាតកុំចុះទៅលេងនៅបឹងនេះឲ្យសោះដោយសារតែខ្លាចសត្វនឹងវាវាយប្រហារឬក៏ខំមកលើយើងដោយមិនដឹងមូលហេតុអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងទៅសូមអ្នកភូមិទាំងអស់សូមហាមកូនចៅដាច់ខាតកុំឲ្យទៅលេងនៅក្បែរនោះហើយអ្នកភូមិទាំងអស់គ្នាក៏បានស្ដាប់តាមអ៊ំគ្រប់គ្នាហើយពេលនោះអ្នកភូមិក៏បានសួរទៅកាន់លោកអ៊ំថាតើសត្វនោះគឺជាសត្វអ្វីដែរលោកអ៊ំបន្តថាខ្ញុំក៏មិនទាន់ដឹងថាសត្វនោះគឺជាសត្វអ្វីដែរតែខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នទាំងអស់គ្នាកុំធ្វើប្រហែសឲ្យសោះពេលការប្រជុំសពគ្រប់រួចហើយពួកគាត់ក៏បំបែកគ្នាទៅផ្ទះរៀងខ្លួនពេលទៅដល់ផ្ទះអ្នកភូមិក៏បានប្រាប់ទៅកូនចៅរបស់គាត់ហាមទៅលេងទឹកបឹងនៅខាងក្រោយភូមិយើងនេះដាច់ខាតលុះដល់កំឡុងប្រហែលជា10ថ្ងៃបន្ទាប់មានក្មេងម្នាក់ដែលរស់នៅក្នុងភូមិនេះគឺវាឈ្មោះថាអាប្រុញនិងមិត្តភ័ក្តិរបស់វាម្នាក់ទៀតក៏បានបបួលគ្នាទៅលេងទឹកបឹងនៅខាងក្រោយភូមិនេះឯងតាមពិតទៅឪពុករបស់អាប្រុញនិងម្ដាយរបស់អាប្រុញក៏បានហាមវាដែរតែក្មេងអាប្រុញនេះគឺវាមិនចេះខ្លាចអ្វីនោះទេក្មេងទាំងពីរនាក់នេះក៏ធ្វើដំណើរទៅកាន់បឹងដែលនៅខាងក្រោយភូមិនេះឯងអាប្រុញបាននិយាយទៅកាន់មិត្តភ័ក្តិវាម្នាក់ទៀតថាឯងចុះលេងទឹកជាមួយយើងមកវើយសប្បាយណាស់ទឹកនេះទំនងជាលេងសប្បាយពេលនោះអាប្រុញក៏បានលូតប្រងចុះទៅពេលនោះមិត្តភ័ក្តិរបស់អាប្រុញនិយាយថាពុកម៉ែយើងហាមមិនឲ្យលេងទឹកនោះនៅទីនេះទេគាត់និយាយថាវាមានសត្វចម្លែកពេលនោះអាប្រុញនិយាយថាចាស់គាត់បោកឯងទេឯងកុំជឿពេលនោះអាប្រុញក៏ហាយចុះឡើងលេងធ្វើជាមិនដឹងអីចឹងទៅហើយពេលនោះអាប្រុញបន្តនិយាយថាឯងមើលយើងណែលេងសប្បាយណាស់គ្មានសត្វចម្លែកអ្វីមកផងនឹងឯងឆាប់ចុះមកពេលនោះមិត្តភ័ក្តិរបស់អាប្រុញក៏និយាយថាឯងឆាប់ឡើងមកវិញមកប្រយ័ត្នខ្លាចណាស់មើលទៅកន្លែងនេះស្ងាត់ណាស់ប្រុញអើយពេលនោះអាប្រុញនិយាយបន្តថាឯងឆាប់ចុះមកលេងជាមួយយើងសប្បាយណាស់ឯងមើលណែពិតជាសប្បាយណាស់បើឯងមិនជឿចាំយើងលើបទឹកឲ្យឯងមើលពេលនោះអាប្រុញក៏បានលេបទឹកម្ដងចំនួន5នាទីហើយវាក៏ងើបមកវិញបន្តនិយាយជាមួយនឹងមិត្តភ័ក្តិវាបន្តទៀតឯងឃើញអត់យើងលើបទឹកហើយក៏មិនឃើញអ្វីផង
ចំណែកឯសំណាញ់របស់ប្រុញវិញគឺចេះតែហៅអាប្រុញឡើងមកវិញពេលនោះអាប្រុញក៏លឹបទឹកជាលើកទី2ដើម្បីបញ្ជាក់ឲ្យថានៅក្នុងទឹកនេះគឺមិនមានអ្វីនោះទេហើយពេលនោះវាក៏ងើបមកវិញហើយវាលើបហើយពេលនោះអាប្រុញក៏លឹបទឹកជាលើកទី3ហើយរយៈពេល20នាទីក្រោយមកក៏មិនឃើញអាប្រុញត្រឡប់ងើបមកវិញនោះទេពេលនោះមិត្តភ័ក្តិអាប្រុញវាចាប់ផ្ដើមភ័យហើយស្រែកហៅអាប្រុញតែមិនមានការឆ្លើយតបពីអាប្រុញមួយទេលោកប្រហែលជាមួយសន្ទុះក្រោយមកទៀតក៏ចាប់ផ្ដើមឃើញឈាមផុសចេញពីទឹកនោះមកពេលនោះក្មេងនោះវារត់តែមានការភ័យខ្លាចយ៉ាងខ្លាំងវាបានរត់សំដៅទៅក្នុងភូមិដើម្បីប្រាប់ឲ្យឪពុកម្ដាយរបស់ប្រុញនេះពេលនោះក៏ផ្អើលទាំងអ្នកភូមិនិងមេភូមិភ័យមកផងដែរពេលនោះឪពុកម្ដាយរបស់ប្រុញបានមកដល់ត្រឹមតែយំបោកខ្លួននៅទីនោះដោយសារតែគាត់មានតែកូនប្រុសម្នាក់នេះទេដែលឈ្មោះថាប្រុញនេះឥឡូវនេះវាក៏បានស្លាប់ចោលទៀតពិតជាគួរអាណិតពិតមែនណាពេលនោះឪពុកម្ដាយរបស់ប្រុញក៏បានកាន់កាំបិតមួយឲ្យលោតចូលទៅក្នុងទឹកបឹងនោះនិយាយទាំងកំហឹងថាយើ អាសត្វចង្រៃឯងឆាប់ចេញមកឯងសម្លាប់កូនយើងឯងឆាប់ចេញមកពេលនោះដោយសារតែខ្លាចមានគ្រោះថ្នាក់ដល់ពុករបស់ប្រុញថែមម្នាក់ទៀតពេលនោះលោកអ៊ំមេភូមិក៏បានប្រាប់ទៅកាន់អ្នកភូមិឲ្យជួយស្រង់គាត់ឡើងមកលើគុកវិញមកហើយបាននិយាយលួងលោមនិងពន្យល់គាត់ឲ្យរងាប់អារម្មណ៍សិនចាំខ្ញុំរកវិធីដោះស្រាយរឿងហ្នឹងទុកពេលឲ្យខ្ញុំបន្តិចសិនហើយពេលនោះឪពុករបស់ប្រុញក៏យកព្រមចំណែកឯមិត្តភ័ក្តិអាប្រុញវិញក្មេងនោះពិតជាមានអារម្មណ៍តក់ស្លុតនិងភ័យខ្លាចជាខ្លាំងវាគឺមិនទាន់បាត់នោះទេហើយលោកអ៊ំមេភូមិក៏បានស្ដីបន្ទោសទៅកាន់ក្មេងនោះដែរដោយសារតែហេតុការណ៍នេះគឺមកពីអាប្រុញខ្លួនឯងដែលវាមិនស្ដាប់នោះចាស់នោះទេហើយបន្តមកទៀតពួកគាត់ក៏នាំគ្នាត្រឡប់មកផ្ទះរៀងខ្លួនពេលមកដល់ផ្ទះលោកអ៊ំមេភូមិគាត់ពិតជាសម្រានមិនលក់នោះទេគាត់ចង់ដឹងថាតើមានសត្វអ្វីនៅក្នុងទឹកបឹងនៅក្រោយភូមិយើងនេះពេលនោះគាត់គិតថានៅថ្ងៃស្អែកគាត់នឹងទៅចាំខ្លំមើលសត្វនោះនៅក្នុងទឹកបឹងនោះគិតរួចហើយគាត់ក៏សម្រាមលក់នៅក្នុងពេលនោះទៅលុះព្រឹកឡើងគាត់ក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់កូនចៅចំណិតរបស់គាត់ដែលពូនៅក្នុងភូមិនេះឯងដែលលោកពូនោះឈ្មោះថាលោកពូសុកពេលទៅដល់គាត់ក៏បានស្រែកសួរថាអូអាសុកអើយឯងនៅផ្ទះអត់ដងពេលនោះលោកពូសុកក៏ឮសំឡេងអ៊ំផៃហៅបែបនេះគាត់ក៏ឆ្លើយថាបាទអ៊ំខ្ញុំនៅលើផ្ទះណែអ៊ំអញ្ជើញឡើងមកលើផ្ទះសិនមកចាំនិយាយគ្នាពេលនោះអ៊ំផៃក៏ឡើងទៅលើផ្ទះហើយបានអង្គុយចោះហើយបាននិយាយថាយើងមកនេះគឺចង់បបួលឯងទៅសម្លាប់សត្វដែលនៅក្នុងទឹកនៅក្រោយភូមិយើងនេះឯងតើឯងគិតយ៉ាងម៉េចដែរពូសុកបន្តថាបាទមានអីលោកអ៊ំតើលោកអ៊ំចង់ទៅស្មានណាដែរអ៊ំផៃនិយាយបន្តថាឯងរៀបចំសម្ភារៈទៅចាំពេលថ្ងៃត្រង់ចាំយើងមកហៅឯងតែឯងកុំប្រាប់ទៅកាន់អ្នកណាឲ្យដឹងឲ្យសោះបាទលោកអ៊ំខ្ញុំមិនប្រាប់នរណាទាំងអស់សូម្បីតែប្រពន្ធខ្ញុំពេលនោះលោកអ៊ំមេភូមិក៏លាពូថនត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះគាត់ក៏បានប្រាប់ទៅកាន់ប្រពន្ធថាម៉ែវាថ្ងៃនេះខ្ញុំចូលទៅព្រៃបន្តិចណាម៉ែវាឯងកុំចាំផ្លូវខ្ញុំអីចំណែកឯប្រពន្ធរបស់គាត់ក៏ឆ្លើយតបថាតើពុកវាឯងទៅព្រៃសូមប្រយ័ត្នប្រយែងផងពេលនោះលោកអ៊ំផៃគាត់ក៏មិនបានថាទៅប្រមាញ់នៅសត្វនៅខាងក្រោយភូមិរបស់យើងនេះទេដោយសារតែគាត់ខ្លាចថាប្រពន្ធរបស់គាត់នេះបារម្ភពេលនោះគាត់ក៏រៀបចំអីវ៉ាន់មួយចំនួនមានដូចជាកំភ្លើងកំបិតអីអញ្ចឹងទៅដើម្បីទុកការពារខ្លួនពេលរៀបចំអីវ៉ាន់រួចហើយគាត់ក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់ពូសុកដែលជាកូនចៅចំណិតរបស់គាត់នេះឯងពូសុកក៏បានរៀបចំអីវ៉ាន់រួចហើយដែរហើយពួកគាត់ក៏នាំគ្នាចេញដំណើរទៅលុះទៅដល់ក្នុងភូមិ
ក៏មានលោកពូម្នាក់បានសួរទៅកាន់ពួកគាត់ទាំងពីរនាក់ថាលោកបងតើលោកបងអញ្ជើញទៅណាដែរនងពេលនោះលោកអ៊ំផៃក៏បានឆ្លើយប្រាប់ថាខ្ញុំទៅក្នុងព្រៃបន្តិចណាលោកប្អូនអើយហើយអ្នកភូមិក៏មិនបានសួរដេញដោលអ្វីទាំងអស់ដោយសារតែចូលទៅក្នុងព្រៃនៅជាទម្លាប់របស់អ្នកភូមិទៅហើយពួកគាត់ក៏បន្តដំណើរទៅមុខទៀតលុះមួយសន្ទុះក្រោយមកពួកគាត់ក៏បានទៅដល់បឹងនេះឯងពេលទៅដល់លំភៃបាននិយាយជាមួយនឹងលោកពូសុកថាសត្វនោះវានៅក្នុងទឹកយើងពិបាកនឹងចាត់ការទៅលើវាណាស់យើងត្រូវរកវិធីអ្វីមួយដើម្បីតាក់ទាញឲ្យសត្វនោះវាឡើងអណ្ដែតមកលើទឹកពេលនោះលោកអ៊ំផៃក៏បាននឹកឃើញវិធីមួយយើងត្រូវរកសត្វអ្វីមួយដើម្បីបញ្ឆោតសត្វនោះឲ្យវាចេញមកទើបយើងងាយស្រួលក្នុងការចាត់ការទៅលើវាពេលពិភាក្សាគ្នារួចហើយពួកគាត់ក៏ធ្វើដំណើរចូលទៅក្នុងព្រៃសិនដើម្បីបាញ់សត្វទុកធ្វើជានុយសម្រាប់តាក់ទាញសត្វនោះលុះធ្វើដំណើរចូលទៅក្នុងព្រៃហើយប្រទះឃើញនឹងវងជ្រូកព្រៃចំនួន1វងពូសុកបានបាញ់ទៅលើជ្រូកព្រៃនោះចំកណ្ដាលខ្លួនធ្វើឲ្យវាស្លាប់នៅក្នុងពេលនោះទៅពេលនោះពួកគាត់ទាំងពីរនាក់ក៏បានធ្វើការសែងជ្រូកនោះមកដល់កន្លែងបឹងនេះឯងហើយពេលនោះអ៊ំផៃក៏បានប្រាប់ឲ្យពូសុកថាអាសុកឯងឆាប់ចងជ្រូកនេះទៅដើម្បីទម្លាក់ចូលក្នុងទឹកដើម្បីតាក់ទាញអាសត្វនោះវាចេញមកស៊ីជ្រូកនេះហើយពួកគាត់នឹងបានបាញ់ទៅលើវាតែម្ដងរៀបចំផែនការរួចហើយពូសុកក៏បានទម្លាក់ជ្រូកនេះចូលទៅក្នុងទឹកពួកគាត់ទាំងពីរពួននៅលើដើមឈើចាំមើលវាពេលនោះអ៊ំផៃនិយាយទៅកាន់ពូសុកថាពួកយើងចាំមើលវាអស់ជាងកន្លះថ្ងៃទៅហើយតែមិនឃើញសត្វនោះវាចាក់ចេញមកសោះពេលនោះពូសុកក៏និយាយថាលោកអ៊ំប្រហែលជាអាសត្វនេះវាស៊ីឆ្អែតហើយមើលទៅទើបវាមិនចេញមកបែបនេះដោយសារតែវាទើបស៊ីអាប្រញរួចហើយនឹងប្រហែលវាមិនចេញមកទេមើលទៅអ៊ំលោកអ៊ំផៃនិយាយបន្តថាបើអញ្ចឹងមែនមានតែដល់វិធីទេអញ្ចឹងតើអ៊ំមានវិធីអ្វីទៀតទៅលោកអ៊ំឆ្លើយថាចាំឯងជីងជ្រូកឡើងមកលើសិនមកពេលនោះពូសុកក៏បានទាញជ្រូកនោះឡើងមកលើសិនពេលនោះអ៊ំផៃក៏បានយកកំបិតរបស់គាត់អាកជ្រូកនោះហើយជ្រូកនោះក៏បានហូរឈាមយ៉ាងច្រើនពេលនោះគាត់ក៏បានទម្លាក់ជ្រូកនោះចូលទៅក្នុងទឹកវិញឈាមរបស់ជ្រូកនោះក៏បានអណ្ដែតលីឡំជាមួយនឹងទឹកបឹងនោះមួយសន្ទុះក្រោយមកទៀតក៏លេចឡើងនៅរូបរាងក្រពើយ៉ាងធំមួយចូលមកខាំជ្រូកនោះឃើញក្រពើហើបធំបែបនេះអ៊ំផៃនិងពូសុកក៏បានបាញ់រះទៅលើក្រពើនោះត្រូវយ៉ាងច្រើនគ្រាប់ក៏ប៉ុន្តែមើលទៅក្រកំភ្លើងធម្មតាដែលគាត់បាញ់ទៅលើក្រពើនោះហាក់ដូចជាមិនមុតនោះទេមើលទៅក្រពើនេះស្បែកវាពិតជាស្វិតណាស់អាយុវាជាប្រហែលជាច្រើនឆ្នាំណាស់មកហើយមើលទៅក្រពើនេះប្រហែលជាមានវិញ្ញាណកាន់ទៀតផងប្រសិនបើក្រពើធម្មតាវិញបាញ់វាត្រូវច្រើនគ្រាប់បែបហ្នឹងគឺវានឹងស្លាប់បាត់ទៅហើយតែក្រពើនេះគឺវានៅដដែលឃើញសភាពការមិនស្រួលបែបនេះលោកអ៊ំផៃបាននិយាយជាមួយនឹងលោកពូសុកថាអាសុកពួកយើងបានបាញ់ទៅលើក្រពើនេះអស់ជាច្រើនគ្រាប់ណាស់មកហើយក៏មិនតែហាក់ដូចជាមិនមុតស្បែកវាក្រពើនេះសោះប្រសិនបើក្រពើធម្មតាវានឹងស្លាប់បាត់ទៅហើយពូសុកនិយាយថាបាទពិតមែនហើយលោកអ៊ំតែយើងធ្វើយ៉ាងណាបន្តទៅទៀតអញ្ចឹងពេលនោះអ៊ំផៃបាននិយាយថានៅលើផ្ទះរបស់យើងគឺមានគ្រាប់កំភ្លើងចំនួន2គ្រាប់ដែលពុកយើងឲ្យតាំងពីគាត់នៅរួមម្លេះលោកពុកយើងបានផ្ដាំថាគ្រាប់កំភ្លើងទាំងពីរនេះគឺបញ្ចគុំប្រើបានទៅលើពពួកអមនុស្សនិងពពួកសត្វណាដែលមានវិញ្ញាណសន្ធិដ្ឋអីអញ្ចឹងទៅនឹកឃើញបែបនេះហើយលោកអ៊ំផៃក៏បានប្រើឲ្យពូសុកទៅយកគ្រាប់កំភ្លើងនោះនៅផ្ទះរបស់គាត់ពេលលោកពូសុកគាត់ក៏ប្រញាប់ទៅយកគ្រាប់កំភ្លើងលុះមួយសន្ទុះក្រោយមកទៀតលោកពូសុកក៏ត្រឡប់មកវិញហើយពេលនោះគាត់ក៏បានប្រញាប់ឡើងទៅលើដើមឈើដែលលោកអ៊ំផៃនេះនៅលើ
នោះឯងដែលកំពុងតែរងចាំបាញ់សត្វក្រពើនេះពេលទៅដល់លោកពូសុកបានហុចក្រកកំភ្លើង2គ្រាប់ឲ្យទៅកាន់លោកអ៊ំផៃពេលនោះលោកអ៊ំផៃក៏បានឲ្យគ្រាប់កំភ្លើង1គ្រាប់វិញមកឲ្យលោកពូសុកហើយប្រាប់លោកពូសុកថាក្រកកំភ្លើងនេះកាលពីចំនួនឪពុកយើងមកម្លេះឯងកុំចេះតែបាញ់ប្រេបដាស់ឬនៅព្រោះយើងមានតែ2គ្រាប់នេះទេពេលនោះលោកពូសុកនិយាយថាលោកអ៊ំក្រកកំភ្លើងនេះមើលទៅរៀងជ្រេះចាប់ហើយចាស់ហើយមើលទៅពេលនោះលោកអ៊ំផៃនិយាយថាកុំមើងងាយវាចាស់បែបនេះឯងចាំមើលបន្តិចទៀតទៅហើយចាំធ្វើតាមយើងប្រាប់សិនទៅពេលនោះមេឃក៏រៀងល្ងឹតបន្តិចទៅហើយពេលនោះក៏ឮសំឡេងអាប្រុញស្រែកថាជួយផងលោកអ៊ំមេភូមិជួយយកខ្ញុំចេញពីក្នុងទឹកនេះផងពេលនោះរូបរាងអាប្រុញក៏វាងើបចេញពីទឹកមកហើយបានដើរបន្តិចម្ដងមកខាងក្រោមនៃដើមឈើរបស់លោកពូសុកហើយនឹងអ៊ំផែននេះឯងពេលនោះវិញ្ញាណអាប្រុញនោះបានស្រែកថាអ៊ំឆាប់ចុះមកឆាប់ជួយខ្ញុំធ្វើផ្ទះផងខ្ញុំពិបាកនៅនឹងទឹកនេះណាស់ខ្ញុំមិនចង់នៅទីនេះទេពេលនោះអ៊ំផៃក៏បាននិយាយទៅកាន់ពូសុកថាអាសុកចុះឯងចង់ចុះទៅណាពូសុកឆ្លើយថាខ្ញុំចង់ទៅចុះទៅជួយអាប្រុញនាំវាទៅផ្ទះវិញអ៊ំផៃនិយាយថាកុំចុះទៅអីអាប្រុញវាបានស្លាប់ទៅហើយវានេះប្រហែលជាព្រៃក្រពើនោះវាកាឡាខ្លួននោះទេបើឯងចុះទៅវានឹងខំសម្លាប់ឯងឥឡូវនេះហើយពេលនោះពូសុកក៏នៅស្ងៀមចំណែកវិញ្ញាណអាប្រុញវិញពេលដែលនិយាយទៅកាន់អ៊ំផៃហើយនឹងពូសុកគ្មាននរណាឆ្លើយតបដាក់វាបែបនេះវាក៏ចាប់ផ្ដើមខឹងហើយស្រែកនិយាយថាពួកឯងឆាប់ចុះមកឬអត់បើមិនចុះមកនោះទេយើងនឹងកាច់បំបាក់កឯងនៅលើដើមឈើនោះតែម្ដងពេលនោះអ៊ំផៃក៏បានទាញកំភ្លើងរបស់គាត់បាញ់ទៅលើអាប្រុញចំនួន1គ្រាប់តែពេលនោះអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺអាប្រុញបានប្រែក្លាយទៅជាក្រពើយ៉ាងធំមួយយ៉ាងគួរឲ្យខ្លាចនៅក្នុងពេលនោះក្រពើនោះបាននិយាយថាឯងមិនអាចធ្វើអ្វីយើងបាននោះទេហាពេលនោះលោកអ៊ំបានបាញ់ទៅលើក្រពើនោះអស់ជាច្រើនគ្រាប់បន្ថែមទៀតតែមិនមុតក្រពើនោះទេតាមពិតទៅគ្រាប់ដែលគាត់បានបាញ់នេះគឺជាគ្រាប់ធម្មតានោះទេមិនមែនជាគ្រាប់អាគមពិតដែលគាត់យកមកពីផ្ទះមិញនោះទេតែសារតែគាត់ធ្វើបែបនេះគឺចង់ឲ្យក្រពើនោះគិតថាក្រកកំភ្លើងនោះគឺមិនអាចធ្វើវាបានហើយវានឹងមានអំនួតក្រពើនោះក៏វាបន្តសើចហាឯងមិនអាចធ្វើអ្វីយើងបាននោះទេពេលនោះក្រពើនោះក៏ដើរមកគៀកនឹងខាងក្រោមដើមឈើដែលលោកអ៊ំហើយនឹងលោកពូសុកនៅលើទីនោះពេលនោះជាឱកាសល្អសម្រាប់អ៊ំផៃហើយបានប្រាប់ទៅកាន់ពូសុកថាអាសុកឯងបាញ់យ៉ាងណាចំឲ្យកណ្ដាលក្បាលរបស់ក្រពើនេះទៅពេលនោះលោកពូសុកក៏បានបាញ់ទៅលើក្បាលរបស់ក្រពើនោះធ្វើឲ្យវាស្រែកយ៉ាងឈឺចាប់យ៉ាងខ្លាំងហើយពេលនោះលោកអ៊ំក៏មិននៅស្ងៀមយូរនោះទេគាត់ក៏បាញ់បន្ថែមចំនួន1គ្រាប់បន្ថែមក្បាលវាទៀតធ្វើឲ្យក្រពើនោះវាស្លាប់នៅក្នុងពេលនោះទៅគ្រាប់កំភ្លើងដែលពួកគាត់បាញ់ទាំង2គ្រាប់នេះគឺជាគ្រាប់កំភ្លើងដែលពួកគាត់បានមកពីឪពុករបស់ពូផៃនេះឯងទើបធ្វើឲ្យក្រពើនោះស្លាប់បែបនេះហើយពូសុកបាននិយាយថាគ្រាប់កំភ្លើងរបស់អ៊ំផៃពិតជាពូកែមែនអ៊ំផៃនិយាយថាយ៉ាងម៉េចទៅហើយអាសុកឥឡូវឯងជឿយើងឬនៅបាទអ៊ំជឿហើយពេលនោះក៏ឮសំឡេងចេញពីក្នុងទឹកបឹងនោះមកនិយាយថាអ៊ំជួយយកខ្ញុំចេញពីក្នុងបឹងនេះផងអ៊ំពេលនោះអ៊ំផៃដឹងថានេះគឺជាសំឡេងនៃវិញ្ញាណអាប្រុញគឺវាមិនអាចត្រឡប់ទៅផ្ទះវិញបាននោះទេពេលនោះគាត់បានប្រាប់ទៅកាន់ពូសុកឲ្យព័ទ្ធខ្សែសីមាជា4ជ្រុងដើម្បីធ្វើពិធីរំដោះព្រលឹងអាប្រុញឲ្យចូលទៅក្នុងភូមិដើម្បីទទួលបានកុសលផលបុណ្យដែលពុកវាធ្វើឲ្យនិងបានចាប់ជាតិជាថ្មីពេលនោះពួកគាត់ក៏បានធ្វើពិធីហៅនៅព្រលឹងរបស់អាប្រុញពេលចប់ពិធីធ្វើនេះរួចហើយ
គាត់ទាំងពីរនាក់ក៏បានប្រាប់ឲ្យអ្នកភូមិមកមើលនៅក្រពើនេះឲ្យអ្នកភូមិបានដឹងថាក្រពើនេះត្រូវបានស្លាប់ហើយកុំឲ្យអ្នកភូមិមានការភ័យខ្លាចទៀតចំណែកឯអ្នកភូមិដឹងដំណឹងបែបនេះពួកគាត់ពិតជាសប្បាយចិត្តណាស់ពួកគាត់មិនមានការភ័យខ្លាចនឹងសត្វអ្វីនៅក្នុងទឹកទៀតនោះទេក្រោយពីរឿងរ៉ាវសម្រាប់ក្រពើនេះត្រូវបានចប់សពគ្រប់ហើយអ្នករស់នៅក្នុងភូមិនេះគឺប្រកបដោយសេចក្តីសុខតែសេចក្តីសុខរបស់អ្នកភូមិគឺមិនបានយូរប៉ុន្មាននោះទេរំលងរយៈពេលចំនួន1ខែក៏មានរឿងរ៉ាវចម្លែកបន្ថែមទៀតខណៈពេលដែលអ្នកភូមិរបងផៃបានចេញទៅប្រកបរបរបរបាញ់សត្វនៅក្នុងព្រៃក៏ស្រាប់តែមានអ្នកបាត់ខ្លួនដោយមិនដឹងមូលហេតុហើយអ្នកភូមិបានតាមរកក៏រកមិនឃើញនោះទេអ្នកភូមិបានរាយការណ៍ដំណឹងនេះទៅកាន់លោកអ៊ំមេភូមិផៃឲ្យបានដឹងអ្នកភូមិបាននិយាយថាអ្នកភូមិរបស់យើងចូលទៅបាញ់សត្វនៅក្នុងព្រៃតែឥឡូវនេះគឺបានបាត់ខ្លួនដោយមិនដឹងមូលហេតុនោះទេលោកអ៊ំមេភូមិសូមជួយរកដំណោះស្រាយផងលោកអ៊ំមេភូមិនិយាយថាសូមអ្នកទាំងអស់គ្នាទុកពេលឲ្យខ្ញុំបន្តិចសិនចាំខ្ញុំស៊ើបរឿងនឹងសិនចំណែកអ្នកភូមិក៏បំបែកគ្នាទៅផ្ទះរៀងខ្លួនទៅលុះរយៈពេល5ថ្ងៃក្រោយមកអ្នកបបបាញ់សត្វចូលទៅបបបាញ់បែបធម្មតាក៏ប៉ុន្តែមិនមានរឿងអ្វីកើតឡើងនោះទេពេលនោះលោកអ៊ំមេភូមិគិតថាប្រហែលជារឿងរ៉ាវនេះវាមិនកើតឡើងទៀតនោះទេគាត់ក៏រៀងធូរចិត្តបន្តិចតែរំលងជា2ថ្ងៃក្រោយមួយទៀតអ្នកភូមិ2នាក់ទៀតក៏បានបាត់ខ្លួនបន្ថែមទៀតពេលនោះអ្នកភូមិបានប្រាប់ពីដំណឹងនេះមកកាន់លោកអ៊ំផៃឲ្យបានដឹងពេលនោះលោកអ៊ំផៃក៏សម្រេចចិត្តថានឹងចូលទៅក្នុងព្រៃដើម្បីចង់ដឹងថានៅក្នុងព្រៃតើមានរឿងអ្វីចម្លែកកើតឡើងបានជាអ្នកភូមិរបស់យើងបាត់ខ្លួនដោយអាចកំបាំងយ៉ាងនេះពេលនោះអ្នកភូមិចង់នាំគ្នាទៅជួយរកអ៊ំផៃដែរក៏មិនតែលោកអ៊ំផៃបាននិយាយថាមិនចាំបាច់អ្នកទាំងអស់គ្នាទៅនោះទេខ្ញុំមិនចង់ឲ្យមានគ្រោះថ្នាក់ដល់អ្នកភូមិនោះទេទុកឲ្យខ្ញុំទៅជាមួយនឹងអាសុកបានហើយពេលវេលានោះពួកគាត់ក៏បានធ្វើដំណើរជាមួយនឹងពូសុកនេះឯងលុះចូលទៅដល់ក្នុងព្រៃហាក់ដូចជាស្ងប់ស្ងាត់ខុសពីធម្មតាពុំមានសត្វណារត់កាត់នោះទេពួកគាត់ទាំងពីរនាក់បានដើរចូលទៅក្នុងព្រៃរត់តែជ្រៅបន្ថែមទៀតមួយសន្ទុះក្រោយមកក៏ឮនៅសំឡេងស្រែកឲ្យជួយពីក្នុងរូនភ្នំមកពួកគាត់សមានតែមនុស្សក៏រត់ចូលទៅក្នុងព្រៃក៏រត់ចូលទៅក៏ប៉ុន្តែមិនឃើញអ្វីនោះទេពេលបានទៅដល់ក៏ឃើញនារីដ៏ស្រស់ស្អាតម្នាក់សក់ខ្មៅរលោងចង្កេះតូចពិតជាស្រស់ស្អាតខ្លាំងណាស់ពេលនោះពូសុកចាប់ផ្ដើមវង្វេងស្មារតីទៅលើរូបសម្រស់របស់នាងនោះបាត់ទៅហើយក៏ប៉ុន្តែពេលនោះអ៊ំផៃបានទះក្បាលរបស់ពូសុកចំនួន1ដៃហើយនិយាយថាតាំងស្មារតីឡើងនេះគឺមិនមែនជាមនុស្សនោះទេនាងគឺជាព្រាយពោះឯងសាក់សម្លឹងទៅមើលខាងស្ដាំដៃឯងទៅមើលតើមានឃើញអ្វីអត់ពេលនោះពូសុកក៏ងាកទៅខាងស្ដាំដៃរបស់គាត់ពិតជាគួរឲ្យរន្ធត់ណាស់គឺមានឆ្អឹងមនុស្សឡើងកោពេលនោះគាត់រៀងស្វាងបន្តិចហាក់ដូចជាត្រូវគេចាប់តែអញ្ចឹងចំណែកនាងព្រាយពោះនោះដោយសារតែគេដឹងថានាងជាព្រាយពោះហើយនាងនោះក៏បានប្រែខ្លួនទៅជាពស់យ៉ាងធំវិញពេលនោះអ៊ំផៃនិងពូសុកបានទាញកំភ្លើងបាញ់រះទៅកាន់ព្រាយពោះនោះអស់ជាច្រើនគ្រាប់ក៏ប៉ុន្តែมันអាចធ្វើអ្វីទៅកាន់ព្រាយពោះនោះបានទេពេលនោះព្រាយពោះនោះបានយកកន្ទុយរបស់វាប្រហារមកកាន់ពួកគាត់ទាំងពីរនាក់ហើយពេលនោះលោកអ៊ំផៃបានកិច្ចទាន់ក៏ប៉ុន្តែលោកពូសុកកិច្ចមិនទាន់នោះទេបានត្រូវមួយកន្ទុយរបស់ព្រាយពោះនោះធ្វើឲ្យមានរបួសទៅពេលនោះលោកអ៊ំផៃដឹងថាគ្រាប់កំភ្លើងរបស់គាត់គឺមិនអាចធ្វើអ្វីទៅកាន់ព្រាយពោះនោះបានទេពេលនោះគាត់បានទាញនៅកាំបិតអាគមរបស់គាត់ក៏ចេញទៅប្រយុទ្ធជាមួយព្រាយពោះនោះការប្រយុទ្ធរវាងព្រាយពោះជាមួយនឹងលោកអ៊ំមេភូមិបានចំណាយពេលអស់ជាច្រើនម៉ោង
លោកអ៊ំមេភូមិដឹងច្បាស់ថាគាត់មិនអាចយកឈ្នះព្រាយពូនោះបានទេពេលនោះលោកអ៊ំមេភូមិបានប្រាប់ទៅឲ្យពូសុកថាអាសុកឯងឆាប់រត់ចេញទៅមុនទៅហើយបន្ទាប់មកទៀតលោកអ៊ំក៏បានលូកដៃយកនូវផេះអ្វីម្យ៉ាងសូត្រអាគមហ្គីថារបស់គាត់បាច់ទៅលើព្រាយពួរនោះធ្វើឲ្យវាក្តៅនឹងភ្នែកវាមើលមិនឃើញទេពេលនោះគាត់ក៏បានរត់ចេញភ្លាមមុននឹងនាងព្រាយពួរនោះវាមកតាមតាន់អំផៃនិងពូសុកក៏បានធ្វើដំណើរមកភូមិវិញដោយរងរបួសផងដែរនៅក្នុងពេលនោះពេលមកដល់ក្នុងភូមិវិញអ្នកភូមិក៏បានឃើញសភាពរបស់គាត់ទាំងពីរនេះសិតតែរងរបួសពេលនោះពួកគាត់ទាំងអស់គ្នាបានយកថ្នាំដើម្បីព្យាបាលរបួសរបស់លោកពូសុកហើយនិងលោកអំផៃនេះឯងពេលបានចំនួន5ថ្ងៃក្រោយមករបួសរបស់អ្នកទាំងពីរក៏បានធូរស្បើយជាងមុនលោកអ៊ំបានបើកការប្រជុំមួយនៅក្នុងភូមិទៀតលោកអ៊ំគាត់បានហាមដាច់ខាតទោះបីជាយ៉ាងណាកុំឲ្យមានអ្នកណាចូលទៅក្នុងព្រៃនេះជាដាច់ខាតគឺដោយសារតែព្រៃយ៉ាងនេះឥឡូវនេះគឺមានព្រៃពួរបើសិនបើយើងចូលទៅអាចប្រកឲ្យជាមានគ្រោះថ្នាក់ដល់ជីវិតសូមរងចាំបន្តិចចាំមើលគាត់នឹងរកវិធីកម្ចាត់ព្រៃពួរនេះជាមុនសិននិយាយពីលោកអ៊ំសឿនហើយនិងពូថនវិញក្រោយពេលដែលពួកគាត់បានសម្លាប់ទៅកាន់ព្រៃខ្លារួចហើយពួកគាត់ក៏បានលានៅលោកអ៊ំសមមកផ្ទះរបស់គាត់វិញបងប្អូនទាំងអស់គ្នាប្រហែលជាបានស្ដាប់ហើយនៅដំណើររបស់អ៊ំសឿនហើយនិងពូថនបើសិនបើស្ដាប់រឿងការពិវៈមួយពេលដែលពួកគាត់ទាំងពីរនាក់បានលាលោកអ៊ំសមរួចហើយពួកគាត់ក៏បានធ្វើដំណើរដល់ប្រទេសគោរបស់គាត់ពីភូមិមួយឆ្លងកាត់ទៅភូមិមួយទៀតនិយាយរួមទៅគឺគាត់ដល់កន្លែងណាគឺសម្រាប់កន្លែងហ្នឹងលុះធ្វើដំណើរអស់ជាច្រើនថ្ងៃក៏បានមកដល់ភូមិរបស់លោកអំផៃនេះឯងពេលមកដល់ភូមិរបស់លោកអំផៃមេឃរៀងរងឹតបន្តិចទៅហើយពេលនោះលោកអ៊ំសឿនបានសួរទៅកាន់អ្នកភូមិថាលបងតើលបងមានស្គាល់ផ្ទះលោកអ៊ំមេភូមិទេហើយអ្នកភូមិក៏ឆ្លើយថាបងឯងទៅខាងមុខបន្តិចទៅត្រង់ទៅនឹងដល់ផ្ទះលោកអ៊ំមេភូមិហើយបាទអរគុណហើយលបងអ៊ំសឿនក៏បានធ្វើដំណើរសម្ដៅទៅកាន់ផ្ទះរបស់លោកអ៊ំមេភូមិតាមពិតទៅលោកអ៊ំសឿនគឺគាត់ទៅផ្ទះលោកអ៊ំមេភូមិគឺដើម្បីសុំផ្ទះលោកអ៊ំមេភូមិសម្រាប់មួយយប់នេះឯងពេលទៅដល់គាត់ក៏បានសម្រាកសួរទៅកាន់លោកអ៊ំមេភូមិលោកអ៊ំនេះគឺជាលោកអ៊ំផៃនេះឯងហើយគាត់ក៏សុំផ្ទះរបស់លោកអ៊ំផៃសម្រាប់ចំនួនមួយយប់លោកអ៊ំផៃនិយាយថាមិនស្អីទេសម្រាប់ពី3យប់ក៏មិនអីដែរយើងដឹងហើយថាលោកអ៊ំផៃនេះគាត់មានចិត្តល្អណាស់យើងដឹងស្រាប់ហើយថាលោកអ៊ំផៃគឺជាមនុស្សដែលមានចិត្តទូលាយហើយពេលនោះវេលាលៀងល្ងាចទៅហើយលោកអ៊ំផៃបាននិយាយថាលោកប្អូនទាំងពីរចូលទៅងូតទឹកនិងហូបបាយជុំគ្នានៅពេលល្ងាចពេលនោះលោកអ៊ំសឿននិងលោកពូថនក៏បានរៀបចំងូតទឹករួចហើយពួកគាត់ក៏ហូបបាយនៅជុំគ្នានៅពេលនោះពេលហូបបាយរួចហើយពួកគាត់ជជែកគ្នាពីនេះពីនោះអស់ជាច្រើនម៉ោងពេលនោះអ៊ំសឿនក៏បានឃើញស្នាមរបួសរបស់លោកអ៊ំផៃក៏បានសួរទៅកាន់លោកអ៊ំផៃថាតើលបងមានត្រូវអ្វីបានជារបួសបែបនេះពេលនោះលោកអ៊ំផៃនិយាយថាមិនលាក់បាំងអីទេប្អូនកាលពីប្រហែលថ្ងៃនោះគឺខ្ញុំបានប្រយុទ្ធជាមួយនឹងព្រាយពួរហើយព្រាយពួរនោះវាក៏បានវាប្រហារមកបងអញ្ចឹងឥឡូវនេះបានជារបួសបែបហ្នឹងតែឥឡូវនេះបងបានធូរច្រើនហើយតែរាល់ថ្ងៃហ្នឹងគឺសែនពិបាកចិត្តណាស់គឺមិនដឹងធ្វើដូចម្ដេចទេនឹងអាចកម្ចាត់ព្រាយពួរនោះបានបើទុកវានៅបែបនេះអ្នកភូមិពិតជាដាច់ពោះស្លាប់ជាជារំខានដោយសារតែអ្នកភូមិទាំងអស់គឺពឹងផ្អែកទៅលើការដើរព្រៃបបាញ់សត្វព្រៃនិងកាប់ឈើលក់អញ្ចឹងទៅពេលនោះសឿនបន្តថាលោកបងកុំពិបាកចិត្តអ្វីចាំមើលខ្ញុំទៅជួយកម្ចាត់ព្រាយពួរនោះឲ្យបានពេលនោះអ៊ំផៃពិតជាមានការសប្បាយចិត្តជាខ្លាំងដោយសារតែឮដំណឹងថាលោកអ៊ំសឿនបានជួយគាត់បែបនេះពេលនោះពួកគាត់ទាំងអស់គ្នាក៏នាំគ្នាសម្រាកក្នុងពេលនោះទៅលុះដល់ព្រឹកឡើងលោកអ៊ំសឿន
និងលោកអំផៃនិងពូថនតែគាត់ក៏មិនបានទៅជាមួយពូសុកនោះទេដោយសារតែពូសុកថ្ងៃនោះគឺគាត់ត្រូវរបួសជាខ្លាំងពួកគាត់ទាំង3នាក់ក៏បានធ្វើដំណើរចូលទៅក្នុងព្រៃពេលពួកគាត់ចូលទៅដល់ក្នុងលាងដែលនាងព្រាយពស់នោះរស់នៅពេលទៅដល់ព្រាយពស់នោះក៏វាคล้ายខ្លួនជារូបស្រីក្រមុំដ៏ស្រស់ស្អាតដោយការពីលោកអំផៃគាត់បានជួបដំបងអញ្ចឹងតែពីនោះលោកអំផៃក៏ដឹងថានេះហើយគឺជាព្រាយពស់នោះឯងវាធ្វើខ្លួនស្អាតបែបនេះគឺដើម្បីតាក់ទាញបរោះនិងអាងវាធ្វើជាចំណីរបស់វាពេលនោះនាងព្រាយពស់នោះវាដឹងថាលោកអំផៃនេះដឹងខ្លួនថាគឺជាព្រាយពស់បែបនេះវាក៏និមិត្តខ្លួនទៅជាពស់យ៉ាងធំមួយពេលនោះលោកអំសឿនបានឲ្យពូថនពាត់ខ្សែសីមាជា4ជ្រុងហើយពួកគាត់ទាំង3នាក់ក៏អង្គុយក្នុងខ្សែសីមានេះពេលនោះនាងព្រាយពស់នោះក៏ស្ទុះមកចង់វាប្រហារទៅកាន់ពួកគាត់ទាំង3នាក់ក៏ប៉ុន្តែមិនអាចចូលនោះទេដោយសារតែខ្សែសីមានេះឯងពេលនោះលោកអំសឿនក៏បានប្រឡែងនៅខ្លាគុំមួយចំណែកឯពូថនក៏បានប្រឡែងនៅខ្លាគុំរបស់គាត់មួយដែរពេលនោះគឺខ្លាគុំមានចំនួន2ក្បាលប្រយុទ្ធជាមួយនឹងព្រាយពស់នោះការប្រយុទ្ធរវាងព្រាយពស់ហើយនឹងខ្លាគុំគឺប្រយុទ្ធគ្នាយ៉ាងយូរប៉ុន្តែព្រាយពស់នោះគឺមិនមែនជាដៃគូនៃខ្លាគុំទាំងពីរនាក់នោះទេពេលនោះខ្លាគុំបានខំសម្លាប់ទៅលើព្រាយពស់នោះឲ្យស្លាប់ក្នុងពេលនោះទៅពេលនោះអំផៃពិតជាមានការភ្ញាក់ផ្អើលណាស់ដោយសារតែគាត់មិនដែលឃើញនៅទិដ្ឋភាពបែបនេះកាលពីមុននោះទេអំផៃបានសរសើរថាពួកប្អូនទាំងពីរពិតជាខ្លាំងពូកែអស្ចារ្យមែនពេលនោះអំសឿននិយាយថាពួកខ្ញុំមិនពូកែនោះទេលោកបងអើយពួកខ្ញុំចេះតែជួយទៅពេលនោះគាត់បានទលំគ្នាត្រឡប់មកផ្ទះវិញហើយបានប្រាប់ពីដំណឹងដែលព្រាយពស់នេះគឺបានស្លាប់ហើយដោយសារតែពួកគាត់ទាំងពីរនាក់នេះគឺបានសម្លាប់អ្នកភូមិអំផៃអរគុណខ្លាំងណាស់ទៅកាន់អំសឿននិងពូថនដែលបានជួយកម្ចាត់ព្រាយពស់នេះពួកគាត់ពិតជាត្រេកអរខ្លាំងណាស់ពួកគាត់បានយករបស់របរជាច្រើនមកជូនទៅដល់លោកពូថនហើយនិងលោកអំសឿនតែពេលនោះលោកអំសឿនគាត់មិនព្រមយកនោះទេតែដោយសារតែអ្នកភូមិគាត់បង្ខំខ្លាំងពេកព្រោះនេះគឺជាទឹកចិត្តរបស់អ្នកភូមិពួកគាត់ក៏ព្រមទទួលយកទៅពេលនោះអំសឿននិងពូថននិងអំផៃបានរាប់អានគ្នាជាបងប្អូនធម៌តាំងពីពេលនោះរហូតមកដល់ឥឡូវដោយសារតែភូមិរបស់គាត់ទាំងពីរនេះគឺមិននៅឆ្ងាយគ្នាប៉ុន្មាននោះទេហើយរឿងយើងក៏សូមបញ្ចប់តែប៉ុណ្្នឹងសិននៅមានភាពក្រោយទៀតនឹងលើករឿងរ៉ាវដែលតាក់ទងជាមួយនឹងអំសឿននិងពូថនមកបកស្រាយបន្តសូមអរគុណសម្រាប់ការតាមដានស្ដាប់បើសិនបើមានការបកស្រាយទៅខុសឆ្គងត្រង់ណាសូមអភ័យទោសផងចុះ